បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Facebook Page ឡៃសផលទទួលទិញលក់រថយន្តកូរ៉េហើយក៏ដូចជា Channel YouTube ឃ្លាំងឡៃសផលបាទថ្ងៃនេះខ្ញុំមានរថយន្តមួយគ្រឿងមកបង្ហាញបងប្អូនបាទថ្ងៃនេះដែរខ្ញុំមានរថយន្តជប៉ុនបងប្អូនណាផលិតនៅប្រទេសជប៉ុនមកMitsubishi Canter ប្រភេទ1តោនកន្លះបងប្អូនហើយជាប្រភេទទូបាទឡាននេះស្អាតបងប្អូននៅខាងក្នុងរបស់វាហ្នឹងគឺនៅស្អាតកាប៊ីននេះហ្នឹងម៉ាស៊ីនត្រជាក់ក៏មានដែរបងប្អូនមានមកចំតែម្ដងឯកសារគ្រប់បាទឡាននេះគឺចង្កូតឆ្វេងបាទហើយប្រភេទទូនេះក៏ខ្ពស់ដែរបងប្អូនទូស្អាតបាទទូស្រីនហើយកម្ពស់វាកម្ពស់1.8 ម៉ែត្របាទបងប្អូនសូមមើលទូនេះស្អាតមែនតើហើយឡានក៏ស្អាតហើយខាងគ្រឿងក្រោមប៉ងក៏ឡើងហើយជាទៀសក៏ឡើងហើយកង់ក៏ហើយបងប្អូនណាយកទៅប្រើអត់មានថែមថយទៀតទេគឺយកទៅប្រើតែម្ដងបាទនេះគឺខាងក្នុងរបស់វាក្នុងទូបងប្អូនមើលណាគឺនៅស្អាតទូនោះគឺស្អាតភ្លឹងតែម្ដងបាទហើយចំពោះខាងខ្ញុំបានហ្នឹងក៏មានសេវារំលោះ25កែបក្រុងដែរបងប្អូនដែលបងប្អូនចង់ចូលរួមក៏បានឬមួយក៏អាចជារំលោះសុទ្ធក៏បានបាទនេះប៉ងមកវាគឺប៉ងធំបងប្អូនណាជើងក្រោមមកវាគឺជើងក្រោមធំ2តោនប៉ង2តោនបងប្អូនបាទហើយប្រភេទនេះណាគឺជាប្រភេទកាច់កាវីនដែរបងប្អូនបាទនេះបងប្អូនមើលណាស្អាតគ្រឿងក្នុងរបស់វាគឺនៅស្អាតទាំងអស់បាទហើយបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានហ្នឹងតាមលេខ Telegram ខាងក្រោមនេះតែម្ដងបាទទាំង3ប្រព័ន្ធហ្នឹងហើយលក្ខខណ្ឌនៃបងមលួសហ្នឹងគឺលក្ខខណ្ឌងាយដែលមានត្រឹមតែ 15% ក៏បានបងប្អូនណាឬក៏ចង់រំលោះសុទ្ធក៏បានហើយនេះគឺម៉ាស៊ីនរបស់វាបងប្អូនណាគឺនៅស្អាតតែម្ដងបាទគឺនៅស្អាតហើយខ្លាំងមែនតើបាទម៉ាស៊ីនរបស់វាបាទគឺមើលហើយទីតាំងរបស់ខ្ញុំបាទនោះគឺនៅផ្លូវទំនប់កប់ស្រូវខាងជើងផ្លូវរទេះភ្លើងបាទចម្ងាយ200 ម៉ែត្រទល់មុខនឹងការ៉ាសាំង PTT បាទទល់មុខនឹងការ៉ាសាំង PTT បាទនេះគឺឃ្លាំងរបស់ខ្ញុំបាទបន្តតែម្ដងបាទសូមអរគុណនិងសូមជម្រាបលា